ជំរាបសួរអ្នកនរគ្នាខ្ញុំបាទមុខសក្តាហើយថ្ងៃនេះខ្ញុំបញ្ចេញវីដេអូមកចង់ប្រាប់អ្នកគ្នាថាវីដេអូរបស់ខ្ញុំហ្នឹងទទួលបាន 200k view ជាងឯអ្នកគ្នាហើយដល់ពេលខ្ញុំនិយាយចឹងអ្នកគ្នាប្រហែលនិយាយថាចុំប្រែងអួតម៉ែបានវីដេអូផ្ទុះប៉ុណ្ណឹងទៅដល់ឯងអួតម៉ែមិនខ្ញុំអួតទេអ្នកគ្នាខ្ញុំចង់ប្រាប់អ្នកគ្នាថាវីដេអូហ្នឹងផ្ទុះហើយខ្ញុំនឹងធ្វើវីដេអូហ្នឹងម្ដងទៀតហើយខ្ញុំនឹងប្រកេនកូនម្ដងទៀតចឹងណាតែថាលើកនេះខ្ញុំធ្វើដូចលើកមុនទេដោយសារតែលើកមុនហ្នឹងខ្ញុំវាភ្លេចអ្នកគ្នាវីដេអូហ្នឹងគឺខ្ញុំពិតជាមានកំហុសខុសឆ្គងខ្លាំងមែនទែនអ្នកគ្នាហើយខ្ញុំសូមអធិស្ឋានដល់អ្នកគ្នាតាមមែនទែនដែលបានជួយ comment ប្រាប់ខ្ញុំចឹងណាហើយពេលហ្នឹងខ្ញុំអត់ដឹងខ្លួនទេពេលប្រកេនតែគុណហ្នឹងខ្ញុំភ្លេចដោះបិជើងអ្នកគ្នាភ្លេចដោះបិជើងហើយចឹងវាជាកំហុសរបស់ខ្ញុំចឹងហើយខ្ញុំក៏សូមអធិស្ឋានដល់អ្នកគ្នាខ្ញុំវាភ្លេចផងអធិស្ឋានអ្នកគ្នាក្នុងវីដេអូហ្នឹងវាមានចំណុចខ្លះរៀងសមរម្យចឹងក៏សូមអធិស្ឋានដល់អ្នកគ្នាហើយក៏សូមអរគុណអ្នកគ្នាដែលបានចូលមើលវីដេអូរបស់ខ្ញុំណាអរគុណអ្នកគ្នាខ្លាំងមែនទែនអរគុណហើយចឹងហើយថ្ងៃស្អែកហ្នឹងប្រហែលជាខ្ញុំត្រូវទិញប្រកេនទៅដល់ដេគុណចឹងណាអ្នកគ្នាប្រកេនទៅដល់ដេគុណម្ដងទៀតហើយខ្ញុំសង្ឃឹមថាលើកនេះគឺខ្ញុំអត់ធ្វើខុសចំពោះពុទ្ធសាសនាទេអ្នកគ្នាសារវីដេអូមុនខ្ញុំគឺភ្លេចខ្លួនខ្លាំងមែនទែនអ្នកគ្នាអធិស្ឋានដល់ខ្ញុំផងអ្នកគ្នាអធិស្ឋានខ្លាំងមែនទែនខ្ញុំពេលហ្នឹងវាភ្លេចហើយយ៉ាងហើយវាជាកំហុសរបស់ខ្ញុំយ៉ាងហើយអ្នកគ្នាកុំភ្លេចតាមដានវីដេអូរបស់ខ្ញុំនៅថ្ងៃស្អែកខ្ញុំនឹងទិញដើម្បីប្រកេនដល់ដេគុណចឹងណាសារតែពេលល្ងាចគុណមិនអាចឆាន់ជាភេទចង្ហាន់បានទេដល់ពេលចឹងហើយមានតែប្រភេទជាគ្រឿងទឹកដូចជាទឹកអំពៅនឹងជាដើមយ៉ាងហើយខ្ញុំសមាជិកថាខ្ញុំនៅធ្វើវីដេអូប្រកេនទៅដល់ដេគុណសារជាថ្មីអ្នកគ្នាហើយខ្ញុំនឹងធ្វើវីដេអូនេះគឺល្អឥតខ្ចោះហ្នឹងហើយអ្នកគ្នាវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងសូមអរគុណអ្នកគ្នាដែលបានតាមដានវីដេអូមួយនេះតាមដានរហូតដល់ចប់សូមអរគុណអ្នកគ្នាអរគុណ